ពាក្យសំខាន់ប្រចាំថ្ងៃចឹងនៅពេលនេះយើងមកសិក្សាពាក្យចំនួន2ទី1គឺ dawn ទី2គឺ morning ពេលនេះគឺយើងអានថា dawn ព្រលឹម dawn គឺប្រើនៅមុនថ្ងៃរះនៅឧទាហរណ៍ we left home at dawn we left home at dawn ពួកយើងចេញពីផ្ទះនៅពេលព្រលឹម the sky was pink at dawn the sky was pink at dawn មេឃពណ៌ផ្កាឈូកនៅពេលព្រលឹមយើងមកមើល morning យើងអានថា morning ពេលព្រឹក morning គឺប្រើនៅពេលថ្ងៃរះរហូតដល់ថ្ងៃត្រង់ទៅដល់ម៉ោង12ណា I usually get up in the morning I usually get up in the morning ជាធម្មតាខ្ញុំក្រោកពីគេងនៅពេលព្រឹក She goes jogging every morning She goes jogging every morning នាងទៅរត់នៅពេលព្រឹកអញ្ចឹងលោកគ្រូបញ្ជាក់ម្ដងទៀត dawn គឺប្រើនៅមុនថ្ងៃរះ morning គឺប្រើនៅពេលថ្ងៃរះរហូតដល់ថ្ងៃត្រង់ដល់ម៉ោង12អញ្ចឹងវាខុសគ្នាត្រង់ចំណុចហ្នឹងអរគុណ